មុទ្ធសាការៈបតោអរហមតោសកលហមលកលદિនសកលមហាសួស្តីបងប្អូនដើម្បីលើកទឹកចិត្តរាល់ការធ្វើវីដេអូបងប្អូនជួយចុច Subscribe និងដាក់រូបកណ្ដឹងអរគុណវេទមន្តខ្មៅជួយឆាប់មានកាលពីដើមឡើយមានបរិសុទ្ធក្រីក្រម្នាក់រស់នៅតែម្នាក់ឯងរាល់ថ្ងៃមុខរបរចិញ្ចឹមជីវិតរបស់គាត់គឺមានតែកាប់គាស់ធ្វើកសិកម្មដាំបន្លែបង្ការលក់ក្នុងទីផ្សារដើម្បីយកលុយចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃបងប្អូនអើយជួយប្រហុក1គីឡូមកទៅយកមកថ្មីឆ្កុយដល់បងប្អូនចាបងប្អូនចូលមកមើលត្រីសិនបងប្អូនត្រីស្រស់ៗតែឆក់មកពីស្រែថ្មីតែបងប្អូនចូលមើលបងប្អូនអើយចូលមកមើលបន្លែសិនមកបងប្អូនបន្លែស្រស់ដាំស្រោជីអាចគោគឺមានវីតាមីនខ្លាំងណាស់បងប្អូនអាចទិញយកទៅឆាក៏បានទិញយកទៅស្ងោរសាច់គោសាច់ជ្រូកអីក៏បានដែរបងប្អូនចូលមកមើលមកចូលមកមើលមកទៅយកមកថ្មីបងប្អូនចូលមកមើលមកលឿនឡើងអើយស្ងាត់ដល់ហើយលោកតាមកហើយជួយទិញស្ពៃមកដុំយកទៅស្ងោរជើងជ្រូកទៅអាចមិនមានលុយទេវើយអើបើជើងអីស្អីគេកាន់ក្នុងដៃហ្នឹងចុះអាចຕົកទិញថ្នាំលេបទេអាចបើស៊ីបន្លែរបស់ឯងទេវើយខ្ពើបាត់ឈួយអូយបន្លែធម្មជាតិមិនស៊ីទេទុកលុយទិញឆ្នាំស៊ីតែបន្លែគីមីម្ហូបគីមីតោចឹងត្រីធម្មជាតិទៅឆក់មកថ្មីបងប្អូនចូលមកទិញមកសង្ហារូគេបានយកបន្លែយកទៅលក់នៅផ្សារក៏ប៉ុន្តែគ្មានអ្នកចាប់អារម្មណ៍ទេបន្លែរបស់គេដាំបែបធម្មជាតិមានតែកៅស៊ីកឆេកឆោះរូបរាងមិនស្អាតចំណែកកញ្ញាម្នាក់នេះគាត់លក់បន្លែផ្លែឈើស្រស់មានជាតិគីមីហើយអតិថិជនដណ្ដើមគ្នាទិញឃើញស្រស់ល្អបែបនេះខ្ញុំយកទ្រាំក្តោគោ1គីឡូហើយនឹងផ្លែប៉ោម1គីឡូដែរកញ្ញាដូរខ្ញុំ1គីឡូនឹងខ្ទឹមបារាំង2-3មកចាបានហើយបងខ្ញុំឈូលហុងឲ្យគេមួយផ្លេតសិនអូយលោកដាច់មែនថ្ងៃនេះបន្លែស្រស់តែម្ដងសង្ហាបានមើលឃើញចាក់ស្ដែងបន្លែគេស្រស់លោកដាច់ខ្លាំងណាស់ពេលនេះចង់ដូរមុខរបរឬក៏យ៉ាងណាហើយបន្លែធម្មជាតិគ្មានអ្នកចូលចិត្តទេអារបស់នាំចូលមានជាតិគីមីហ្នឹងនាំគ្នាសម្រុកទៅទិញតែម្ដងខ្ញុំគិតថាចង់បដូរមុខរបរហើយអូយបើយកទៅផឹកស្រាច្រើនពេលហើពោះបញ្ឈប់សោះហេតុអីចឹងវិញប្រហែលត្រូវអំពើគេហើយមើលទៅហេមិនចេះអូខ្ញុំដឹកឃើញហើយសង្ហាបានឃើញបរិសុទ្ធម្នាក់ហើមពោះធំដោយមិនដឹងមូលហេតុហើយរូគេចង់ដោះស្រាយបញ្ហាជូនមនុស្សគ្រប់គ្នាព្រោះសម័យនេះសម្បូរជំងឺប្លែកដោយមិនដឹងមូលហេតុហើយរូគេមិនចាំយូរឡើយបានមកស្កាត់ជួបលោកគ្រូបារមីដើម្បីពិភាក្សាគ្នាអំពីរឿងនេះព្រោះមនុស្សគ្រប់គ្នាកំពុងតែជួបបញ្ហាដោយជំងឺលោកគ្រូបារមីបានខ្ញុំមកនេះមានជំនួយមួយចង់ពិភាក្សាជាមួយគ្រូចង់ពិភាក្សាជំនួយអីគេខ្ញុំចង់ឲ្យលោកគ្រូធ្វើទឹកមន្តស័ក្តិសិទ្ធិដើម្បីជួយមនុស្សគ្រប់គ្នាបច្ចុប្បន្នមនុស្សឈឺច្រើនណាស់ពេលដែលខ្ញុំធ្វើយកទៅលក់នៅទីផ្សារបានលុយមកចែកគ្នា50ម្នាក់តែលោកគ្រូយល់ព្រមដែរទេអូអាកាសមកដល់ហើយតាវើយធ្វើបានក៏ប៉ុន្តែវាលំបាកបន្តិចទៅហើយការលំបាកនោះស្អីគេទៅគ្រូកោះបដោលោកគ្រូលេងសើចពេកហើយកោះស្អីក៏បានដែរឲ្យតែលក់បានលុយខ្ញុំនឹងធ្វើទាំងអស់យោពេលដែលធ្វើបានហើយឯងជាអ្នករកអតិថិជនដែរអើយលោកគ្រូតុកភារកិច្ចនេះឲ្យខ្ញុំជាអ្នកលក់ដូរស្រេចចូលមករកអតិថិជនឲ្យបានច្រើនលោកគ្រូកុំបារម្ភអីអូចឹងមិនអីទេវើយើងយល់ព្រមសហការជាមួយឯងហើយបាទលោកគ្រូទុកចិត្តមកលើខ្ញុំចោះលោកគ្រូពេលដែលបានលើបែបនេះបានសហការជាមួយនឹងសង្ហាព្រោះកន្លែងគាត់មួយរយៈនេះដូចជាស្ងាត់អតិថិជនចូលមកដែរពេលនេះសង្ហាមកសហការលោកគ្រូមិនចាំយូរឡើយដើម្បីផលិតជាប្រេងស័ក្តិសិទ្ធិបានត្រូវមកកោះកកាយភ្នោខ្មោចតៃហោងហើយខ្មោចទាំងនោះពួកគេអាចស្លាប់ដោយសារការបង្ហោះម៉ូតូឬក៏លេងហ្គេមយប់ជ្រៅពេកពេលនេះមកជីកកកាយដើម្បីយកបាយដំណើបនៅក្នុងមាត់នោះយកទៅធ្វើប្រេងដូងស័ក្តិសិទ្ធិខ្លាចគួរខ្លាចមែនរបស់បកែតទៅអញ្ចឹងកុំខ្លាចមុទ្ធសាការៈបតោអរហមតោសកលហមលកលદિនសកលមហាលគុនិនកបកាតាបិសង្កលវហាប៊ីនីក្រហប្រកតញិសរដាឲ្យស្ដាប់មកមកគ្មានស្ដាប់បានមួយម៉ាត់ទេតាមចោរូបកតោរេកេសដូលោកគ្រូក៏បានធ្វើពិធីចប់សពគ្រប់សង្ហាយកប្រេងដូងមកលក់នៅផ្សារសួស្ដីពុកម៉ែបងប្អូនប្រេងដូងស័ក្តិសិទ្ធិរបស់យើងបានមកដល់ហើយអ្នកដែលតាក់ទងលួចស្រឡាញ់ប្រពន្ធគេឬក៏ស្នេហាបាក់បែកក្រលហេមលហាមអាចទិញប្រេងដូងនេះទៅធ្វើឲ្យជីវិតកាន់តែប្រសើរឡើងហើយពេលដែលសង្ហាគេយកប្រេងដូងលក់នៅផ្សារស្រែកអំពាវនាវចប់
អ្នកដែលមានបញ្ហាក៏បានមករកភ្លាមសងសាខ្ញុំទៅការជាមួយថៅកែចិត្តបាត់ហើយប្រេកដូងដឹកអាចជួយបានដែរទេបងមិនអីទេណាយកប្រេកដូង2 ដងទៅផឹកផងលាបសក់ផងចាស់កន្លែងដេកផងនាងត្រឡប់មករកឯងគ្រប់ពេលឆាប់នេះអូពិតជាល្អមែនចុះប្រយ័ត្នទៅហើយចឹងលួចឆ្លៃប្រពន្ធគេជួយបានអត់ណោះបងខ្ញុំលួចឆ្លៃប្រពន្ធគេរយៈពេល3ឆ្នាំហើយក៏ប៉ុន្តែប្តីនាងមិនព្រមងាប់សោះឲ្យឆ្នាំនឹងអាចជួយបានទេអើយគ្មានបញ្ហាទេយកមកដបទៅប្រើទៅនេះក៏មិនប្រេយហីល្អមែនយកទៅប្រើសិនចឹងគេលុយស្អីគេរមើលតិចមើលខ្ញុំគ្មានការងារធ្វើទេបងហើយគ្មានលុយចាយទៀតផងណាក៏ប៉ុន្តែប្រហោះម៉ូតូជារៀងរាល់ថ្ងៃហើយចង់បានលុយចាយអាហ្នឹងអាចជួយខ្ញុំបានដែរទេបងងាយបំផុតហើយណាវើយឯងជាវ3 ដបទៅបន្តិចទៀតឯងខ្លាចជាប្រធានក្រុមហ៊ុនលុយចាយមិនអស់ក៏ថាបានដែរចឹងផងហើយរបៀបប្រើឯងមិនវើយអើយមិនប្រមាទទេព្រឹកឡើងបើកប្រោបឲ្យផឹកវាមកក្អឹកទៅដាហើយព្រោះកន្លែងឯងដេករាល់ព្រឹកទៅហើយទៅទិញថាចង់ធ្វើប្រធានក្រុមហ៊ុនចង់ធ្វើប្រធានក្រុមហ៊ុនពេលនោះចំណាយតែ1 ដងឯងនឹងចំណេញច្រើនហើយយល់ហើយអានេះយើងមិនខ្វល់លុយចាយទេទៅសិនហើយបងអើយខ្ញុំមានបញ្ហាកង្វល់មួយខ្ញុំចង់ទទួលគេមរតកពីឪរបស់ខ្ញុំក៏ប៉ុន្តែខ្ញុំមិនមែនជាកូនគាត់ទេខ្ញុំជាកូនក្រៅខោគឺជាកូនចិញ្ចឹមតើអាចជួយខ្ញុំបានដែរទេបងចឹងផងហើយអស់ឆ្នាំហើយយកធូប3 ដើមទៅចឹងអូហើយប្រើវិញយ៉ាងម៉េចទៅបងយកវាទៅអុចទៅហើយអូនឯងប្រាថ្នាអ្វីដែលចង់បានទៅណាអូគេស្រួលប្រើដល់ម្លឹងចាំមើលតែគ្មានលទ្ធផលប្រយ័ត្នឲ្យហើយទៅបងឯងគេបន្តធ្វើបែបនេះពីមួយថ្ងៃទៅមួយថ្ងៃមនុស្សដឹងតគ្នាមកទិញថ្នាំរបស់គេមិនយូរមិនឆាប់ពួកគេនឹងគ្រូខ្លាយជាអ្នកមានលុយច្រើនមែនចាំមិនដឹកស្មានថាបានលុយច្រើនចឹងទេបើយើងសហការរស់ស៊ីជាមួយគ្នាពួកយើងនឹងខ្លាយជាអ្នកមានប្តីខ្ញុំរត់ចោលខ្ញុំហើយប្រពន្ធខ្ញុំរត់តាមប្រោបាត់ហើយពេលនេះសល់កូន2 ទៀតពិតជាលំបាកមែនហើយអោខ្ញុំធ្វើអ្វីទៅក្រុមហ៊ុនរបស់ខ្ញុំមិនត្រូវគេយកបាត់ហើយពេលនេះគ្មានអីទៀតទេប្រពន្ធខ្ញុំយកប្រុសមកនៅក្នុងផ្ទះពេលនេះដេកខ្ញុំចេញពីផ្ទះហើយខ្ញុំគ្មានអ្វីសល់ទៀតទេបាត់បងគ្រប់យ៉ាងអូយកុំទៅគិតច្រើនទៅស្អីពួកយើងរលលុយវិញល្អជាងមែនឯងគ្រូយើងទៅបន្តធ្វើបែបនេះជារៀងរហូតដើម្បីបានលុយច្រើនទេអ្នកដែលខូចចិត្តបែកបាក់គ្រួសារស្នេហាច្រើនទៅចំណែកពួកគេមិនបានខ្វល់ឡើយគេគិតតែមាសប្រាក់លុយកាក់របស់គេបានច្រើនពេលនេះមានបរិសម្នាក់ដើរកាត់ទីនោះហើយឃើញអ្នកស្រុកអ្នកភូមិអង្គុយសោកសៅគិតថាប្រហែលជាមានរឿងអ្វីម្យ៉ាងហើយគេក៏សួរនាំហើយអ្នកទាំងអស់គ្នាមានរឿងស្អីដែរបានជាអង្គុយធ្វើមុខសម្ពោធមិនប្រាប់ខ្ញុំបានទេខ្ញុំមិនដឹងទេកាលពីមុនខ្ញុំសប្បាយខ្លាំងណាស់ពេលនេះគ្រួសាររបស់ខ្ញុំបាត់បង់វិញគ្រប់យ៉ាងហើយរួមមូលប្រហែលមិនឃើញទេខ្ញុំមិនធ្លាក់ខ្លួនមេបាយប្តីគេឆក់យកបាត់ទៅហើយណាចឹងផងបែរដៃបងអើយតែខ្ញុំវិញប្រពន្ធរត់តាមប្រុសក្មេងបាត់ហើយវេទនាណាហើយពិតជាសាហាវមែនតើមកពីមូលហេតុអីដល់អូតែពេលនេះបាត់ដេកជាមួយនាងមិនខានទេអូនកំពុងកាន់អីដល់អូវាគឺជាព្រេងស័ក្តិសិទ្ធដាក់ស្រីណាឲ្យប្រកាសជាបាត់ដេកជាមួយគ្នាមិនខាតទេហើយសួរធ្វើអីតែមិនព្រេងស្នេហ៍ហើយឯងបានវាមកពីណាប្រាប់មើលអូយតបល់យកហើយទៅមកពីណាមិនដឹងគេអញ្ចឹងហ៎គេផ្អើលភ្លុកទឹកភ្លុកដីទៅទិញដល់គ្រូនៅឯផ្សារដល់ស័ក្តិសិទ្ធខ្លាំងណាស់ណាអរគុណហើយដែលបានប្រាប់ហើយចុះឥឡូវអូនឯងយកព្រេងដូងនឹងទៅណាប្រាប់មើលអូដូវសួរដែលខ្ញុំមិនប្រាប់ទេបើចង់បានទៅទិញខ្លួនឯងទៅមិនប្រាប់អីយកទៅនេះអូវាមិនក៏វៃរបស់ឯងចឹងអាយ៉ពេលនេះបុរសដែលមានសាច់ដុំកង់នោះរូគេយល់ច្បាស់ហើយថាអ្នកស្រុកអ្នកភូមិកើតទុកដោយសារអ្វីគឺដោយសារលោកគ្រូលក់ថ្នាំស័ក្តិសិទ្ធិនោះឯងពេលនេះគេហៅអ្នកស្រុកអ្នកភូមិទៅជួបលោកគ្រូហើយចូលមកពុកបែកបងប្អូនឲ្យចូលមកព្រេកដូងរបស់ខ្ញុំនេះមកដល់ហើយស័ក្តិសិទ្ធិខ្លាំងណាស់សម្រាប់ពុកបែកបងប្អូនលួចស្រឡាញ់ប្រពន្ធគេអូនភាសាស្រឡាញ់ឪក្មេងស្រឡាញ់បងថ្លៃចាប់ទេទៅប្រើមិនខកបំដងឡើយចឹងផងខ្ញុំមកនេះចង់សួរតើហេតុអ្វីក៏លក់ថ្នាំបែបហ្នឹងមិនក៏មនុស្សច្រើនបែបខ្ញុំធ្វើដើម្បីលុយប្រពន្ធខ្ញុំរត់ចេញពីផ្ទះក៏ដោយសារវាដែរខ្ញុំបាត់បង់ក្រុមផ្ទះក៏ដោយសារវាប្រពន្ធខ្ញុំមានប្រុសផ្សេងក៏ដោយសារវានេះខ្ញុំរត់ចោលខ្ញុំក៏ដោយសារវាបើចឹងទុកមិនបានទេយេអូយក្បៃពោខ្ញុំក្បៃពោខ្ញុំបាច់អើយក្បៃយកវីវហើយព្រោះគ្រប់គ្នាដឹងការពិត
មកលេងហេនសាមយ៉ាងចាស់ដៃស្ទើរតែងាប់ស្ទើរតែរស់ពេលនេះរស់វេទនាជាងាប់ទៅទៀតអីអើយបាក់ជើងបែកកងផ្លោកអស់ហើយជួយខ្ញុំផងជួយខ្ញុំជួយយកខ្ញុំទៅពេទ្យផងចៅអើយអូយ អូយគ្មានពេលទេ អូយមនុស្សយើងសាកអីបានដល់ហើយកុំជួយវាអីទៅចុះអីអើយខ្ញុំចង់ទៅពេទ្យជួយខ្ញុំផងសង្ហារូគេបានដេកនៅទីនេះដង្ហើយស្រែករកអ្នកជួយក៏ប៉ុន្តែគ្មានអ្នកណាជួយគេទេមើលទៅរូគេពេលនេះរស់ពិបាកជាងស្លាប់ទៅទៀតដង្ហើមទឹកចុងក្រោយហើយមួយរយៈក្រោយមកសង្ហារូគេក៏បានដើររួចខ្លះក៏ប៉ុន្តែទ្រព្យសម្បត្តិរបស់គេបានរលាយអស់ហើយដោយសារអ្នកស្រុកអ្នកភូមិរឹបអូសយកអស់ពេលនេះគេវេទនាខ្លាំងណាស់អើយសូម្បីតែផ្ទះក៏គ្មាននៅដែរសង្ស័យខ្ញុំដាថាបែបនេះអស់មួយជីវិតហើយវេទនាខ្លាំងណាស់លោកអើយវេទកម្ម ពេលល្ងាចត្រចានរាប់ពួកម៉ាក់បើស៊ីបុករហូតបុកចែកបុករហូតមានការងារសម្រាប់អ្នកក្រីក្រដូចខ្ញុំធ្វើដែរទេ មើលថាម៉េចវ៉ាអ្នករត់តុកហ្មងចឹង យេបានការងារធ្វើហើយ មិនយកទេមួយថ្ងៃលោកបានមួយចានហ្នឹង មិនយកទេចាំអើយទៅសុំការងារគេធ្វើគេមិនទទួលទេព្រោះលក់បានតិចពេកមួយរយៈក្រោយមកសង្ហាក៏មានប្រពន្ធមេម៉ាយនាងមានអ្វីគ្រប់យ៉ាងអូនសម្លាញ់ពួកយើងរស់នៅជាមួយគ្នារហូតដែរហើយកុំតដាចោលបោកអីដែរសណ្ដប់ចិត្តមិនក៏តាក់ប្រពន្ធខ្ញុំដូចឆ្កែអញ្ចឹងអូនសម្លាញ់សង្ហារូគេមានប្រពន្ធមួយហើយក៏ប៉ុន្តែនាងនោះត្រូវបានគេតាក់ទៅបាត់ពេលនេះសង្ហាកើតឈួតបាត់ទៅហើយដោយសារខូចចិត្តច្រើនដងពេកអូស៊ីបស៊ីបស៊ីបនេះឯងគឺជាផលកម្មដែលយើងសាងកន្លងមកមនុស្សគ្រប់គ្នាធ្វើល្អបានល្អចំណែកធ្វើអាក្រក់បានលុយលទ្ធផលចុងក្រោយគឺបែបនេះតើអ្នកមោតតើសភកវៈតើអរិហតោសម្មាសម្ពុទ្ធស្សៈបើសិនជាញាតិញោមក្តៅណាញាតិញោមត្រូវតែស្រោចទឹកទៅត្រជាក់អញ្ចឹងយកកម្រផ្កានេះទៅគប់លើប្តីលើប្រពន្ធទៅប្រកបជាស្រឡាញ់គ្នាវិញមិនខានឡើយអរគុណលោកឪហើយ តែនេះប្តីខ្ញុំស្រឡាញ់ខ្ញុំវិញហើយលោកឪអរគុណ លោកឪបានឲ្យកម្រងផ្កាស័ក្តិសិទ្ធិទៅដល់អ្នកដែលខូចចិត្តឲ្យស្រឡាញ់គ្នាដូចដើមគ្រាន់តែគប់នោះឯង វេទមន្តក្រៅនឹងចេញភ្លាមយោ ហើយអ្នកដែលទទួលបានផ្កាពីលោកឪបានគប់ផ្កាទៅលើអ្នករងគ្រោះគ្រប់ទប់គ្នាវេទមន្តក៏បានហើរចេញមកហើយមករកគ្រូដើមវិញលោកគ្រូវេទមន្តខ្មៅសិលរបស់ខ្លួនបានត្រឡប់មកវិញធ្វើឲ្យឈួតបាត់ទៅហើយចំណែកអ្នកដែលស្រឡាញ់ប្រពន្ធគេស្រឡាញ់កូនគេបំបីបំបាក់គ្រួសារគេពេលនេះពួកគេបានឈួតទាំងអស់គ្នាតែម្ដងកម្មផលមែនសួស្តីរឿងរបស់យើងចប់ត្រឹមនឹងហើយអរគុណច្រើន